អ្នកលេងអាគមរឿងអាចកំបាំងនៅកំពង់ស្ពឺនៅភូមិមួយជិតជើងភ្នំអូដំរីខេត្តកំពង់ស្ពឺមានយុវជនម្នាក់ឈ្មោះរឿនគេជាមនុស្សសាមញ្ញប៉ុន្តែមានចិត្តស្រឡាញ់ខ្លាំងនិងស្មោះត្រង់រឿនស្រឡាញ់នារីម្នាក់ឈ្មោះសារ៉ាដែលជាកូនស្រីអ្នកមាននៅភូមិចិត្តការស្រឡាញ់របស់គេទាំងពីរមិនអាចប្រកាសជាសាធារណៈបានព្រោះឪពុកសារ៉ាមិនពេញចិត្តធ្វើដូចជាមិនទទួលបានកូនប្រក់ក្រដោយរឿនឡើយជារៀងរាល់ថ្ងៃរឿននឹងទៅជួបសារ៉ានៅក្រោមដើមស្លាបន្ទាប់ពីការងារបញ្ចប់ពួកគេនិយាយគ្នាដោយស្នេហាតែចិត្តរឿនក្រពើពោពេញដោយការភ័យថាមួយថ្ងៃនារីដែលគេស្រឡាញ់នឹងត្រូវបាត់បង់ទៅហើយអ្វីនោះមិនជាការពិតថ្ងៃមួយសារ៉ាត្រូវបានកំណត់ឲ្យរៀបការជាមួយបុរសមានសម្បត្តិម្នាក់នៅក្នុងក្រុងនៅថ្ងៃសារ៉ាប្រាប់រឿងនោះរឿនដូចជាមនុស្សបាត់ស្មារតីការស្រឡាញ់បានបំលែងទៅជាកំហឹងនិងភាពងងឹតក្នុងចិត្តនៅក្នុងភូមិនោះមានអ្នកចាស់ម្នាក់ឈ្មោះយាយលក់ដែលគេជឿថាជាអ្នកលេងអាគមមនុស្សភូមិភាគច្រើនខ្លាចនាងព្រោះនាងចេះចម្លងអាគមបង្កឲ្យជំងឺឬអាចកំបាំងចម្លែកកាត់ឡើងរឿនបានទៅសុំជំនួយពីយាយលក់ដើម្បីឲ្យសារ៉ាមិនអាចរស់ដោយគ្មានគេយាយលក់បានដកដង្ហើមហើយនិយាយថាកូនអើយអាគមគឺអំណាចដែលមិនអាចដោះត្រឡប់បានប្រសិនបើកូនប្រើវាដើម្បីស្នេហាកូននឹងបាត់បង់ស្នេហានោះជារៀងរហូតប៉ុន្តែរៀនមិនស្ដាប់គេយកខ្នងសត្វពស់និងសក់សារ៉ាដែលគេចង់បានពីពេលមុនដាក់ក្នុងពូថៅដែលយាយលក់សូត្រមុននៅពេលនោះមេឃងងឹតធ្លៀងភ្លៀងច្របូរច្របល់និងខ្យល់បក់ដូចសត្វអារក្សហើរជុំវិញផ្ទះពីថ្ងៃនោះសារ៉ាឈឺយ៉ាងចម្លែកនាងគេមិនលុកឆាប់ខឹងហើយតែងតែសូត្រឈ្មោះរឿនក្នុងសុបិនតែរឿនវិញក៏មិនសុខដែរគេឃើញសារ៉ានៅស្នេហាតែជាស្នេហាដែលមានអាក្រក់ជាប់ជុំវិញយប់គេឮសំឡេងសារិកាសារីនៅជិតផ្ទះសូម្បីតែឮសំឡេងសារ៉ាហៅគេក្នុងព្រៃគេចាប់ផ្ដើមខ្លាចគេទៅរកយាយលក់ម្ដងទៀតបន្តែបង្រៀនថាអាគមដែលចង់ដោយស្នេហាកូនមិនអាចដោះបានទេតែអាគមនោះនឹងត្រឡប់មកលើម្ចាស់វិញមួយយប់ភ្លៀងធ្លាក់ខ្លាំងរឿនរត់ចេញពីផ្ទះទៅរកសារ៉ានៅចំកណ្ដាលផ្លូវចិត្តព្រៃគេឃើញនារីស្លៀកសម្លៀកបំពាក់សពណ៌សឈរនៅលើផ្លូវសំឡេងនាងទន់ដូចខ្យល់រឿនអ្នកស្រឡាញ់ខ្ញុំមែនទេរឿនយំ